បងខ្ញុំផ្លុំមាត់ហើយតែខ្ញុំអាចពាក់ម៉ាស់បានអត់អ្នកទាំងអស់គ្នាតែតែមានចងល់ពីរឿងហ្នឹងមែនអត់បន្ទាប់ពីបងប្អូនធ្វើមាត់ហើយដែលមាត់តែតែមានលក្ខណៈហើមហើយនឹងពណ៌ដុតតែបងប្អូនអត់ទាន់ដឹងប្រកាសថាធ្វើមាត់ហើយគួរតែពាក់ម៉ាស់ឬក៏អត់អញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងប្រាប់បងប្អូនអំពីហេតុផលដែលយើងមិនគួរពាក់ម៉ាស់នៅពេលដែលយើងធ្វើមាត់ហើយនៅពេលដែលយើងផ្លុំមាត់ហើយគឺខ្ញុំ recommend ឲ្យបងប្អូនទុករយៈពេល1ទៅ7ថ្ងៃចាប់ពីថ្ងៃទី7បានអាចពាក់បានបងប្អូនមូលហេតុនៅពេលដែលយើងផ្លុំមាត់ហើយតែងតែមានការស្នាមរបួសអញ្ចឹងណាអញ្ចឹងស្នាមរបួសនៅពេលដែលយើងពាក់ម៉ាស់ទៅវាអាចនឹងមានការកកិតអញ្ចឹងការកកិតហ្នឹងធ្វើឲ្យមានឆ្លងមេរោគឬក៏នៅពេលដែលយើងពាក់ម៉ាស់ទៅយើងដកចោលដង្ហើមទៅតាមច្រមុះណាអញ្ចឹងជាមួយនឹងសំណើមជាមួយនឹងការដង្ហើមវាមានកម្ដៅវាធ្វើឲ្យសើមអញ្ចឹងវាធ្វើឲ្យមាត់យើងហ្នឹងឆាប់ឆ្លងមេរោគហើយមួយទៀតនៅពេលដែលឆ្លងមេរោគអញ្ចឹងធ្វើឲ្យមាត់របស់យើងអាចប្រែទៅខ្មៅអញ្ចឹងបងប្អូនខ្លះគាត់ធ្វើមាត់ហើយគាត់ឆ្ងល់ថាអូខ្ញុំធ្វើជាងដូចគ្នាប៉ុន្តែហេតុអ្វីបានគាត់ធ្វើឲ្យអត់ចេញពណ៌ល្អអ្នកខ្លះគាត់អាចមាត់អត់ទៅខ្មៅឡើងវិញអញ្ចឹងណាអញ្ចឹងវាអាចជាមូលហេតុមួយទៀតហើយមួយទៀតបងប្អូននៅពេលដែលយើងពាក់ម៉ាស់ទៅវាអាចកឹកនឹងជាមួយនឹងមាត់របស់យើងដែលនឹងស្នាមរបួសហ្នឹងវាអាចធ្វើឲ្យកន្លែងខ្លះអត់ចេញពណ៌បានសពអញ្ចឹងណាមួយទៀតបើបងប្អូនថាបងនិយាយទៅខ្ញុំចង់ពាក់ម៉ាស់អញ្ចឹងលក្ខថាមិនងាយបាននិយាយទៅចំពោះការ recommend ហើយនឹងការស្រាវជ្រាវឬក៏ដូចជាបទពិសោធន៍របស់ខ្ញុំគឺហាមដាច់ខាតក្នុងរយៈពេល1ទៅ3ថ្ងៃហើយចាប់ពីថ្ងៃទី4រហូតដល់ថ្ងៃទី7គឺយើងប្រុងប្រយ័ត្នមែនតើនៅពេលដែលយើងប្រើម៉ាស់ហើយបើបងប្អូនចង់ប្រើម៉ាស់លក្ខថាប្រើម៉ាស់ធម្មតាដែលអាចលក្ខថាបងប្អូនអាសាដកដោហើយកុំឲ្យវាលក្ខថាបាច់ញើសហើយមួយទៀតបងប្អូនគឺសំខាន់តែបើបងប្អូនធ្វើការលក្ខថាឆាប់បាច់ញើសច្រើនក្តៅអញ្ចឹងគឺខ្ញុំ recommend ឲ្យបងប្អូនប្រើម៉ាស់ទេដូចខ្ញុំប្រាប់ហេតុផលពីដំបូងអញ្ចឹងធ្វើយើងឆ្លងមេរោគហើយប្រែមាត់របស់យើងអាចជាខ្មៅឬក៏អត់ស្អាតបានអញ្ចឹងណាបងប្អូនអញ្ចឹងយើងខំធ្វើឲ្យចំណាយលុយហើយយើងចង់បានលទ្ធផលស្អាតមែនអត់បងប្អូនហ្នឹងហើយអរគុណច្រើនបងប្អូនបើមានចម្ងល់អ្វីអាចសាកសួរឬក៏ comment នៅក្នុងនោះបានចាំខ្ញុំយក comment បងប្អូនធ្វើជាវីដេអូទៀតអរគុណច្រើនជម្រាបលាបាយបាយ